ប្រាសាទបឹងមលានេះគឺជាប្រាសាទមេថាជាប្លង់មេដែលឆ្ពោះទៅរកការកសាងប្រាសាទអង្គរវត្តពូមឈូនេះអាចដាក់សពបានទាំងមូលហើយអាចដាក់គ្រឿងអលង្ការក៏ដូចជាធុមានតម្លៃផ្សេងអញ្ចឹងណាហើយសូមបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកលេងប្រាសាទបឹងមលាចា500ទឹកទៅរៀនសុំអ៊ំអីអត់មានផងអីអត់មានថ្ងៃនេះខ្ញុំមកលេងប្រាសាទបឹងមលាឬក៏អាចហៅមួយទៀតអាចហៅថាបឹងមលាឬមួយក៏បេងមលាហៅឈ្មោះពីរហើយចង់ដឹងថាមូលហេតុអីបានគេហៅឈ្មោះពីរអញ្ចឹងចាំខ្ញុំនិយាយឲ្យស្ដាប់ពូនៅហ្នឹងជត់បរទេសគេគិតលុយទៅបាទសបុតប៉ុន្មានសបុតយើងមានការប្រភេទទី1បើសិនជាភ្ញៀវបរទេសនឹងគាត់មានសបុតទិញពីអង្គរគាត់អាចមើលផ្សារនេះបានបើសិនជាភ្ញៀវនឹងគាត់អត់មានសបុតអង្គរទេគាត់ចុះពីលិនហាមកនៅតែគាត់ចង់មើលតែផ្សារនេះមួយមកមើលផ្សារមួយផ្សេងមួយ$10មកជូនបរទេស$10ភ្ញៀវខ្មែរអត់គិតទៅប្រាសាទបឹងមលានេះដែរមានផ្លូវចូល2បងប្អូនអាចចូលពីទៅខាងត្បូងក៏បានបងប្អូនអាចចូលមកពីខាងលិចក៏បានដែរបងប្អូនពេលខ្ញុំមកពេលព្រឹកចឹងអត់សូវមានមនុស្សទេហើយទៅជាក់ស្រួលទៀតប្រាសាទបឹងមលានេះរហុំព័ទ្ធសិតតែព្រៃនៅជុំវិញប្រាសាទហ្មងមិនត្រឹមតែព្រៃនៅជុំវិញប្រាសាទទេគឺដើមឈើគឺដុះនៅក្នុងប្រាសាទទៀតប្រាសាទបឹងមលានេះកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី2ដែលទ្រង់ជាស្ដេចតែមួយដែលកសាងប្រាសាទអង្គរវត្តរចនាបថផ្សេងពីប្រាសាទអង្គរវត្តហើយនិងប្រាសាទបឹងមលាគឺមានលក្ខណៈស្រដៀងគ្នាហើយប្រាសាទបឹងមលានេះដែរកសាងឡើងនៅក្នុងចុងសតវត្សទី11ដើមសតវត្សទី12បើប្រាសាទអង្គរវត្តកសាងឡើងនៅក្នុងសតវត្សទី12តាមបុរាណវិទូឬក៏អ្នកស្រាវជ្រាវមួយចំនួនគេថាប្រាសាទបឹងមលានេះគឺជាប្រាសាទមេថាជាប្លង់មេដែលឆ្ពោះទៅរកការកសាងប្រាសាទអង្គរវត្តប៉ុន្តែចំពោះអ្នកស្រាវជ្រាវមួយចំនួនទៀតក៏ថាប្រាសាទអង្គរវត្តកសាងមុនប្រាសាទបឹងមលានេះអញ្ចឹងយើងអត់ដឹងច្បាស់ថាម៉េចដែរដោយសារតែនៅប្រាសាទបឹងមលានេះអត់មានជាសាលាចារឹកដែលឲ្យយើងសិក្សាបានច្បាស់លាស់ទេដូចជាឈ្មោះនៃប្រាសាទបឹងមលាហើយនិងបេងមលាហ្នឹងក៏មិនមែនជាឈ្មោះដើមនៃប្រាសាទហ្នឹងដែរដោយសារតែមានរឿងដំណាលផ្សេងបងប្អូនអាចហៅបឹងមលាក៏បានបេងមលាក៏បានដោយសារតែយើងមានរឿងដំណាលផ្សេងឬក៏អ្នកស្រាវជ្រាវបុរាណវិទូដែលគាត់ស្រាវជ្រាវមកអញ្ចឹងណាអញ្ចឹងចាំតិចទៀតចាំខ្ញុំនិយាយស្ដាប់ចង់និយាយថាមកប៉ះចំមេឃភ្លៀងអញ្ចឹងដែរជាត្រូវ voice over ឲ្យបងប្អូនអរគ្នាមើលហើយដោយសារតែបើសិនជានិយាយថតទៅខ្លាចទៅទឹកទូរស័ព្ទមានអ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់ដែលគាត់មកដល់ប្រាសាទនេះនៅឆ្នាំ1808គាត់បានហៅប្រាសាទនេះថាបឹងមលាដោយមានន័យថាបឹងផ្កាឈូកប៉ុន្តែអ្នកខ្លះយល់ថាពាក្យមលាហ្នឹងមិនមែនមានន័យថាផ្កាទេប៉ុន្តែជាការដែលតាក់ទងនឹងព្រះមហាក្សត្រមួយអង្គដែលតាមដំណើររឿងព្រេងព្រះកេតុមេលាដែលរឿងដំណើរពីកំណើតប្រាសាទហ្នឹងបើតាមអ្នកស្រុកគាត់និយាយថាឈ្មោះបឹងមលាហ្នឹងគឺដោយសារតែពីមុនមានវត្តមួយនៅក្នុងប្រាសាទបឹងមលាហ្នឹងឈ្មោះថាវត្តមាលាប៉ុន្តែវត្តហ្នឹងឥឡូវគឺគេបដូរចេញពីក្នុងប្រាសាទទៅខាងក្រៅខាងលិចប្រាសាទបឹងមលាវិញបើបងប្អូនជិះពីក្រុងសៀមរាបមកត្រូវដល់វត្តមុនដល់ប្រាសាទបឹងមលាហើយពាក្យបេងហ្នឹងបានមកពីពាក្យផ្លូវបុរាណមួយដែលមានឈ្មោះថាផ្លូវបេងផ្លូវហ្នឹងចាប់ទីតាំងពីក្រុងអង្គរមកត្រង់ភ្នំបាខែងកាត់តាមប្រាសាទបាតជុំហើយចេញពីប្រាសាទបាតជុំកាត់តាមប្រាសាទចៅស្រីវិបុលមកបន្ទាយអំពិលហើយបុកមកដល់ផ្នែកខាងត្បូងនៃប្រាសាទបឹងមលាហើយចាក់ឡើងទៅរាជធានីមួយទៀតគឺប្រាសាទប្រខ័នកំពង់ស្វាយបងប្អូនពេលមកលេងប្រាសាទបឹងមលាគេក៏មានកញ្ចុះឲ្យយើងសម្រាប់អង្គុយញ៉ាំបាយដែរអញ្ចឹងពេលបងប្អូនមកបងប្អូនអាចយកបាយយកនំយកនេកមកញ៉ាំនៅនឹងបានហើយពេលហត់អីអាចអង្គុយសារៈនៅនឹងបានដូចខ្ញុំអញ្ចឹងខ្ញុំមកពេលព្រឹកខ្ញុំយកបាយនឹងមកតាមពិតផ្លូវចូលត្រូវខាងនេះផ្លូវចូលខាងនេះមកហើយតនោះតែដោយសារតែបាក់បែកអស់លេងអញ្ចឹងគេក៏ធ្វើផ្លូវទៅខាងនោះវិញនោះផ្លូវឡើងចតាខាងនោះវិញនេះបងប្អូនគេឡើងតាមចតាខាងនេះវិញដល់ពេលដែលឡើងមកនៅផ្នែកខាងស្ដាំដៃនេះប្រាសាទខាងក្រៅខ្ញុំនេះគេថាជាបណ្ណាល័យក៏ហៅថាជាហៅត្រៃដែលសម្រាប់តម្កល់ឯកសារក៏ដូចជាគ្រឿងរណ្ដាប់បូជាមួយក៏គ្រឿងឯកសារដែលពាក់ព័ន្ធនឹងប្រាសាទហើយប្រាសាទបឹងមលានេះដែរត្រូវបានកសាងឡើងដោយស្ដេច3ព្រះអង្គទី1ព្រះបាទសូរ្យវរ្ម័នទី2នៅក្នុងសតវត្សទី12ហើយសតវត្សទី3មានព្រះបាទធនន្ទ្រវរ្ម័នទី2ហើយនិងព្រះបាទជ័យវរ្ម័នទី7ដែលព្រះបាទធនន្ទ្រវរ្ម័នទី2ត្រូវជាប្អូនជីដូនមួយរបស់
ព្រះបាទសូរ្យវរ្ម័នទី2ហើយព្រះបាទជ័យវរ្ម័នទី7ត្រូវជាបុត្ររបស់ព្រះបាទធនន្ទ្រវរ្ម័នទី2ដោយសារតែតាមឯកសារខ្លះគេថាដោយសារតែព្រះបាទសូរ្យវរ្ម័នទី2ទ្រង់អត់មានបុត្រាសម្រាប់ស្នងរាជទេទ្រង់មានតែបុត្រីពីរព្រះអង្គហើយសោយទីវង្គតបាត់ទៅអញ្ចឹងក៏ត្រូវប្អូនជីដូនមួយព្រះអង្គសោយរាជបន្តពីព្រះអង្គសម្រាប់ប្រាសាទបឹងមាលានេះដែរដែលត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី2នេះទ្រង់បានកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញសាសនាហើយមួយទៀតដើម្បីឧទ្ទិសថ្វាយដល់ដួងព្រលឹងព្រះមេដារបស់ព្រះអង្គហើយមឈូសរបស់ព្រះមេដារបស់ព្រះបាទសូរ្យវរ្ម័នទី2ក៏ត្រូវតម្កល់នៅក្នុងប្រាសាទនឹងដែរចាំតិចទៀតចាំនាំទៅមើលបងប្អូនមើលដើមឈើដោះចាក់ស្រេះលើថ្មតែម្ដងប្រាសាទបឹងមាលានេះប្រហែលជាអត់សូវមានអ្នកមកលេងទេភាគច្រើនគេមកតាំងកោវត្តហើយប្រាសាទផ្សេងដែលនៅក្នុងក្រុងសៀមរាបចឹងណាដោយសារតែប្រាសាទហ្នឹងវានៅឆ្ងាយពីក្រុងសៀមរាបប្រហែលជា77គីឡូអញ្ចឹងវាអត់សូវមានអ្នកមកប្រាសាទបឹងមាលាជាប្រាសាទមួយដែលសម្បូរដើមឈើដោះច្រើនជាងគេមានទាំងខាងក្រៅមានទាំងខាងក្នុងប្រាសាទបងប្អូនមើលដើមឈើដោះចាក់ស្រះពេញថ្មឥឡូវខ្ញុំឡើងមកដល់ខាងលើនេះប្រាសាទនេះត្រូវបានបាក់បែកហើយនៅទម្រង់ដើមប្រហែលជាខ្ទង់60ទៅ70%ទេដោយសារតែបញ្ហាធម្មជាតិមនុស្សសង្គ្រាមជាដើមណារឿងមកកលៈអញ្ចេះរួចទៅមកកលៈទៀតវាចេញពើផុតពីខ្មៅសផុតពីនេះឡើងមើលពេលនេះវារឹសអាខ្មៅទៅចាប់ថ្មពេលយូរទៅអាកន្លែងខ្មៅនោះវាឡើងសទៀតមើលស្អាតណាស់នៅនោះតោងនោះក៏ស្អាតដែរនោះឃើញទេពេលទៅពេលយូរវាចេញអាណាចេញថ្មីកាត់រឹសខ្មៅទៅវិញចាមិនថាវាធ្លាក់រឹសចេញមកពីនោះវាចាក់ជាប់ហ្នឹងចាអូវល់មិនធ្លាក់រឹសវាធ្លាក់មកពីនោះហើយចាក់មកដីនេះចាអូយចាក់ស្រះមកបងប្អូនខ្ញុំមិនមែនជាអ្នកបុរាណវិទូឬមួយក៏ជាអ្នកចេះដឹងមកពីណាមកទេគ្រាន់ថាខ្ញុំចូលចិត្តដើរលេងចូលចិត្តស្វែងយល់ចូលចិត្តចង់ចេះចង់ដឹងអីដែលជាអាចកំបាំងគឺចង់ដឹងតែម្ដងជាពិសេសដើរនៅតាមប្រាសាទហ្នឹងពេលដែលខ្ញុំមុននឹងមកគឺខ្ញុំស្រាវជ្រាវមុនហើយដើម្បីពេលដែលយើងមកលេងប្រាសាទយើងបានដឹងពីអត្ថន័យនៃកន្លែងមួយក៏ដូចជាវត្ថុផ្សេងៗនៅក្នុងប្រាសាទអញ្ចឹងណាដូចនេះសភៅគឺការជួបមុននឹងមកគឺ search មើលមុនទៀតបងប្អូនបើនៅប្រាសាទចុះទៅខាងក្រោមហ្នឹងចាស់ពីដើមអ្នកខ្លះគាត់ថាជាប្រាសាទគក់ទ្រូងអ្នកខ្លះគាត់ថាជាប្រាសាទអង្ហិតអញ្ចឹងណាយើងអត់សូវច្បាស់ 100% ដែរថាក្នុងហ្នឹងគេហៅអីគេអញ្ចឹងណាប៉ុន្តែពេលដែលចូលទៅគឺអង្ហិតសុងតែម្ដងឃើញអត់នេះគូតែតិចណាអូយនេះឃើញអត់ចូលមកគឺអង្ហិតសុងតែម្ដងតែពេលគក់ទ្រូងទៅលើអត់គក់មើលគក់សាក់គក់អើយលឺតែឈឺតែទ្រូងហ្នឹងអើយលឺនេះបងប្អូននៅខាងក្រៅខ្ញុំនេះគឺជាមឈូសរបស់ព្រះមេដារបស់ព្រះបាទសូរ្យវរ្ម័នទី2ដែលទ្រង់តម្កល់ប្រសពរបស់ព្រះមេដាព្រះអង្គនៅប្រាសាទហ្នឹងហើយចំពោះមឈូសនេះអាចដាក់សពបានទាំងមូលហើយអាចដាក់គ្រឿងអលង្ការក៏ដូចជាវត្ថុមានតម្លៃផ្សេងអញ្ចឹងណាហើយតាមពូកាយម្នាក់ដែលខ្ញុំបានមើលគាត់និយាយហ្នឹងគាត់ថាបាក់បែកហ្នឹងដោយសារតែមានជនឆោបបើកមួយចំនួនដែលមកកោះវត្ថុមានតម្លៃហ្នឹងអញ្ចឹងណាអូយស្អាតណាស់អ្នកនរគ្នាមើលដើមឈើដុះនៅជុំវិញថ្មតែម្ដងខ្ញុំនិយាយមែនបើសិនជាបងប្អូននៅខេត្តផ្សេងអីគាត់ចង់មកទស្សនាប្រាសាទអង្គរវត្តគាត់គួរតែផ្សារភ្ជាប់ប្រាសាទបឹងមាលាហើយជាកន្លែងទស្សនាដែរដោយសារអីប្រាសាទពីរហ្នឹងគឺអាចថាមានរឿងរ៉ាវតាក់ទងគ្នាក៏ខ្ញុំអត់សូវច្បាស់ដែរដោយសារតែដូចខ្ញុំនិយាយអញ្ចឹងប្រាសាទពីរនេះគឺសាងសង់ឡើងដោយស្ដេចតែមួយអញ្ចឹងដោយសារតែវីដេអូនេះវែងពេកខ្ញុំនឹងប្រាប់ពីកន្លែងពីរផ្សេងទៀតដែលនៅក្នុងបរិវេណប្រាសាទបឹងមាលានៅវីដេអូក្រោយទៀតដែលមានកសិណធុខាងជើងដែលយើងហៅថាទឹកអស់ហើយនឹងស្ពានរៀនហាលខាងកើតនៃប្រាសាទបឹងមាលា